អត្ថប្រយោជន៍នៃការលើកជើងផ្អឹបជញ្ជាំងចាដែលកំពុងតែពេញនិយមសម្រាប់អ្នកហាត់ប្រាណឬក៏អ្នកអត់ហាត់ប្រាណក៏ធ្វើបានដែរមួយថ្ងៃ5ទៅ10នាទីជារៀងរាល់ថ្ងៃម្ដងឬក៏2ដងចាទី1គឺជួយឲ្យឈាមហូរចូលទៅក្នុងបេះដូងនិងខួរក្បាលល្អប្រសើរជាពិសេសគឺឈាមពីជើងបន្ថយអាការៈហើមជើងល្អសម្រាប់អ្នកដែលគាត់ឈរយូរឬក៏អង្គុយយូរទី2គឺជួយគ្រប់គ្រងទៅលើសរសៃវ៉ារីកូសទី3គឺជួយសម្រួលប្រព័ន្ធប្រសាទចាបន្ថយភាពតានតឹងភាពព្រួយបារម្ភនិងជួយឲ្យយើងគេងលក់ល្អជាងមុនប្រសើរជាងមុនចាទី4បន្ថយភាពតានតឹងនៃសាច់ដុំផ្នែកខាងក្រោយនិងសាច់ដុំជើងផ្នែកខាងក្រោយទី5គឺជួយជំរុញការរីករាយនៃប្រព័ន្ធរំលាយអាហារនិងការបន្ថយសម្ពាធឈាមទី6គឺជួយស្ដារថាមពលល្អសម្រាប់ការហាត់ប្រាណនៅថ្ងៃបន្ទាប់ពីយើងអស់កម្លាំងហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបំណងចង់សម្រក់គីឡូចង់បានជាប្រភេទតែជួយជំរុញការដុតជាតិខ្លាញ់ឬក៏ប្រូតេអ៊ីនជំនួសអាហារអីអាចតាក់ទងមកតាម Facebook ឬក៏ Telegram របស់ខ្ញុំបានខ្ញុំរីករាយជាមួយនឹងការជួយអ្នកទាំងអស់គ្នាហើយសម្រាប់អនុសាសន៍បើសិនជាយើងលើកជើងអត់បានខ្ពស់ទេយើងអាចយកខ្នើយមកកល់បន្ថែមទៅគួរតែកល់ជើងយើងហើយបញ្ឈរប្រហែលជា5ទៅ15នាទីហើយបើសិនជាយើងមានបញ្ហាហើមជើងឬក៏យើងចុកក្រក់ភ្នែកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិនចាអរគុណ